បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមករៀនពីការធ្វើ storyboard នៅលើ ChatGPT អញ្ចឹងមេរៀនមុនយើងបានរៀនពីការធ្វើតួអង្គជា slot បាទឥឡូវយើងមកធ្វើ storyboard ជាសាច់រឿងវិញបាទអញ្ចឹងដើម្បីធ្វើអ្នកគ្នាចូលទៅកាន់ ChatGPT របស់អ្នកគ្នាមកដល់ ChatGPT អ្នកគ្នាចុចសញ្ញាបូកចុចពាក្យថា create image អញ្ចឹងមុននឹងអ្នកគ្នាអាចបង្កើតនៅ storyboard បានអ្នកគ្នាត្រូវតែ upload តួអង្គយើងចូលបាទអញ្ចឹងយើងប្រើតួអង្គប្រមាណយើង select មកបាទដើម្បី select ច្រើនអ្នកគ្នាចុច control ហើយចុច select មកបាទអញ្ចឹងហេតុអីក៏យើងចាំបាច់ upload តួអង្គយើងចូលដើម្បីឲ្យប្លង់របស់ storyboard ហ្នឹងវាមានមុខតួអង្គហ្នឹងអត់ប្រែប្រួលគឺដូចគ្នាគ្រប់ប្លង់ណាបាទអូខេឥឡូវយើងចូលដល់ការសរសេរ prompt បង្កើតអញ្ចឹងអ្នកគ្នាត្រូវសរសេរថាបង្កើត storyboard ដោយប្រើប្រាស់រូបខាងលើនេះតមកយើងដាក់ថានឹងធ្វើតាមសាច់រឿងដូចខាងក្រោមបាទចំពោះសាច់រឿងតើយើងបានមកពីណាសាច់រឿងគឺយើងត្រូវធ្វើការនិពន្ធដោយខ្លួនឯងបាទអញ្ចឹងឥឡូវខ្ញុំមាន script សាច់រឿងមួយខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាថាគេត្រូវតែយ៉ាងម៉េចបាទអញ្ចឹងឥឡូវខ្ញុំចូលទៅ copy script សាច់រឿងមកបាទអញ្ចឹងអ្នកគ្នាធ្វើការផាសសាច់រឿងចូលមកអញ្ចឹងសាច់រឿងនេះគឺអ្នកគ្នាត្រូវតែធ្វើច្បោលយើងយកតាចំណុចសំខាន់ដែលប្លង់នឹងត្រូវកើតមានបាទអញ្ចឹងទាំងអស់គឺមាន13ចំណុចនេះដែលខ្ញុំធ្វើបាទអញ្ចឹងបន្ទាប់ពីដាក់សាច់រឿងហើយគឺអ្នកគ្នាត្រូវសរសេរថា no number បន្តមកអ្នកគ្នាក្បៀសមួយបាទបន្តមកទៀតអ្នកគ្នាត្រូវតែកំណត់នៅទំហំ slot អញ្ចឹងទំហំ slot គឺអ្នកគ្នាយក 4.3 អញ្ចឹងអ្នកគ្នាសរសេរថា all slot are 4.3 យើងកំណត់បែបនេះកុំឲ្យពេលដែលយើងដាក់ទំហំផ្សេងវាទាញរូបនឹងទៅវាវាចរូបបាទអញ្ចឹងចំពោះសាច់រឿងរបស់យើងចង់ដាក់វែងឬខ្លីតាមចិត្តយើងអញ្ចឹងយើងមានប្លង់ប្រមាណដែលយើងចង់លេងគឺយើងដាក់មកបាទបន្ទាប់ពីសរសេរបែបនេះហើយអ្នកគ្នាអាចធ្វើការចុច generate បានហើយបាទអញ្ចឹងការដាក់តួអង្គគឺវាមានប្រយោជន៍ដើម្បីរក្សាមុខតួអង្គនឹងនៅគ្រប់ប្លង់ទាំងអស់នៃ storyboard បាទអញ្ចឹងនៅពេលនេះគឺ storyboard របស់យើងត្រូវបានបង្កើតហើយអញ្ចឹងអ្នកគ្នាចង់យកប្លង់មួយរបស់ storyboard ទៅប្រើយើងធ្វើម៉េចអញ្ចឹងអ្នកគ្នាត្រូវដំឡើងកម្មវិធីថត screen បាទអញ្ចឹងយើងចុចថត screen មករួចយើង select លើប្លង់មួយមកក្រោយពីធ្វើការថត screen ហើយអ្នកគ្នាយករូបភាពដែលបានថតនឹងទៅធ្វើការ create image ម្ដងទៀតបាទអញ្ចឹងយើងធ្វើការ upload នៅរូបភាពដែលយើងបានថតមករួចយើងសរសេរ prompt ឲ្យរូបភាពនឹងវាឡើងកម្រិតច្បាស់អញ្ចឹងនៅកន្លែងនេះអ្នកគ្នាសរសេរថា 16.9 សម្រាប់ទម្រង់ផ្ដេកយើងក្បៀសមួយមកយើងដាក់ថា 4K realistic photo ក្បៀសមួយទៀតយើងដាក់ថា 8K quality image ក្រោយពីអ្នកគ្នាសរសេរ prompt រួចហើយអ្នកគ្នាចុច generate មកអញ្ចឹងរូបភាពនៅក្នុងមួយប្លង់ហ្នឹងវានឹងប្រែគុណភាពទៅជាច្បាស់បែបកម្រិត HD វិញបាទអូខេអញ្ចឹងប្លង់ដែលយើងបានថត screen មិញហ្នឹងវាបានក្លាយជា HD ហើយយើងអាចយកវាទៅប្រើបាន